រុនសួស្តីមិត្តភក្តិទាំងអស់គ្នានៅក្នុង channel នេះគឺជា Key G finger 5 F E D C ហើយនេះគឺ C sharp D sharp F sharp G នេះគឺជា chromatic នេះគឺយើងគ្រាន់តែធ្វើសរេងខ្លីៗតែបើធ្វើសំឡេងវែងនឹងបានការចងចាំរបស់យើងល្អជាងមុនហើយយើងអាចពុតសំឡេងរបស់យើងបានល្អជាងមុនដែរនេះជាមួយផ្នែកដែលខ្ញុំនឹកឃើញធ្វើនិយាយទៅមេរៀនសំឡេង vocal warm នេះគឺយើងត្រូវតែធ្វើវារាល់ថ្ងៃដើម្បីឲ្យសំឡេងរបស់យើងជាមួយទៅហើងគឺធ្វើការល្អជាមួយនឹងខាងក្នុងរបស់យើងផ្នែកទ្រូងផ្នែកក្បាលអីចឹងបង្កចឹងទៅកាពះខ្ញុំមានពេលខ្ញុំនឹងព្យាយាមធ្វើហាត់ដើម្បីថតបង្ហោះទៅឲ្យបងប្អូនមិនឃើញដែរតារ៉ាតារ៉ាតារ៉ារ៉ារ៉ាតារ៉ារ៉ារ៉ាតារ៉ារ៉ារ៉ាហត់ដែរតា